ចាជំរាបសួរអ្នកទាំងអស់គ្នាចាមកជួបជាមួយនឹងយើងខ្ញុំទ្របកសិករខ្មែរទៀតហើយវីដេអូថ្ងៃនេះរៀងប្លែកតិចចូលមកក្បាលវីដេអូឃើញពួកខ្ញុំទាំងពីរនាក់នៅក្នុងឡានតែម្ដងចាហើយថ្ងៃនេះខ្ញុំធ្វើដំណើរទៅខាងឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់ចាដែលមានចម្ងាយពីស្រុកសំឡូតយើងទៅនឹងប្រហែលជា100គីឡូម៉ែត្រជាងចាហើយយើងទៅនេះគឺយើងទៅតាមដានមើលចំការដែលយើងបានមើលថែនិងព្យាបាលកាលពីឆ្នាំមុនចាហើយមកដល់ចំណុចនេះខ្ញុំក៏សូមរៀបរាប់អំពីប្រវត្តិសង្ខេបរបស់ចំការបន្តិចចាចំការនេះគឺជាចំការដែលដើមទុរេនមានរោគដោយសារតែម្ចាស់ចំការមុនគាត់ប្រើនៅសារជាតិអរម៉ូនដើម្បីជំរុញយកផ្លែផ្កាឲ្យច្រើនចាការប្រើនៅសារជាតិអរម៉ូនដើម្បីជំរុញយកផ្លែផ្កាច្រើននេះគឺវាធ្វើឲ្យសុខភាពដើមទុរេនរបស់យើងហ្នឹងគឺវាខ្សោយហើយទ្រុឌទ្រោមខ្លាំងដោយសារតែគាត់អត់ចេះកែប្រែដីនិងបំពន់ដើមរុក្ខជាតិរបស់យើងឲ្យមានសុខភាពល្អឡើងវិញហើយនេះខ្ញុំមកដល់អូសោមហើយយើងក៏ធ្វើដំណើរទៅចំការឥឡូវយើងទៅស្ដាប់សម្ដីពិតរបស់ម្ចាស់ចំការទាំងអស់គ្នាហ្នឹងហើយជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងចុះមកខាងអូសោមមកជួបជាមួយនឹងបងម្ចាស់ចំការហ្នឹងហើយបងម្ចាស់ចំការអធិស្ឋានបងឈ្មោះអីគេដែរណៃឈ្មោះណៃណាបងហ្នឹងហើយចំការបងឆ្នាំនេះមិនដែរពេញចិត្តទេហ្នឹងហើយតាក់តងជាមួយនឹងការមើលថែហ្នឹងចាខាងបងគាត់ចង់មកជួយមើលថែចុះចំការបងប្រហែល2ឆ្នាំមុនមិនដែរបងការវាឈឺទាំងអស់វាឈឺហ៎បងចាបានបងជួយមើលចាបងវាឈឺបានបងមកជួយមើលហើយវាឈឺយ៉ាងម៉េចខ្លះបងអាចរៀបរាប់ប្រាប់គឺខ្លាំងតែនគឺចង់ងាប់អស់ចាវាការទិញពីគេមកខ្មោចទរេនដល់ពេលការមើលថែពីមុនអត់ត្រូវដល់ពេលមកជួបខាងក្រុមបច្ចេកទេសយើងមកគឺយើងកែតាំងពីឆ្នាំមុនខ្មោចទរេនថាអត់យកផ្លែទេកែឆ្នាំមុនបាន70-30តោនទរេន200ដើមជាងមកឆ្នាំមុនឆ្នាំនេះយើងយកផល400ដើមទាំងទូទាំងធំហើយថតមើលសកម្មភាពស្លឹកថតមើលអីទាំងអស់ការមើលជាក់ស្ដែងនឹងពីការចាយើងឃើញឆ្នាំនេះយើងឃើញមកខ្ញុំចូលមកក៏ខ្ញុំពេញចិត្តដែរសូម្បីខ្ញុំអ្នកមកធ្វើវីដេអូនេះក៏ខ្ញុំពេញចិត្តដែរវាចេញត្រួយក្របពុទ្ធញងជាមួយនឹងស្លឹកលំមុំប៉ុណ្ណេះហ្នឹងគឺតាមស្តង់ដារតែម្ដងបងនេះនៅក្នុងភូមិអីគេដែរបងគៀនចន្ទ្រុកឃុំអូសោមស្រុកវាលវែងចានៅខាងពោធិ៍សាត់ខេត្តពោធិ៍សាត់ណាបងហ្នឹងហើយអញ្ចឹងមានចំណាប់អារម្មណ៍អីអាចមកមើលចំការបងយកប័ណ្ណពិសោធន៍ពីបងបានហើយបើសិនជាមានចំណងអីតាក់ទងនឹងតរេនក៏អាចតាក់ទងជាមួយនឹងเพจយើងបានដែរនេះដើមដែលទ្រុឌទ្រោមខ្លាំងឆ្នាំមុនតរេនថាខ្មោចតរេនហៅគ្រូមកពីណាមកមើលគេវិក្បាលទេថាអ៊ំអើយលក់ដីហ្នឹងទៅដល់អាមនុស្សហើយតរេនបងឆ្នាំមុនវានៅបន្ទប់ ICU តែឥឡូវលោកគ្រូយើងធ្វើបានរស់វិញហើយទេវតារុក្ខជាតិពេទ្យទេវតាអរគ្នាឥឡូវមកមើលផុសតាងជាក់ស្ដែងដើមនេះជាសបកតាំងពីនេះរហូតដល់វិញនេះមើលនិយាយទៅយើងគិតថាសាកសមទេណាបងណោះតែវាណាតែនមកទាំងផ្កាមកទាំងអីមកឡើងស្អាតបាន20ផ្លែដែរ20-30ឆ្នាំនេះឥឡូវនេះសុខភាពរឹងមាំធម្មតាចាហើយវីដេអូនេះខ្ញុំបានចុះទៅថតតាំងពីថ្ងៃទី8ខែមីនាឆ្នាំ2025រហូតមកដល់ពេលនេះផ្លែទុរេនរបស់យើងធំប៉ុនពងកងានហើយចាហើយឆាប់ខាងមុខនេះខ្ញុំនឹងចុះទៅមើលដើម្បីអាប់ដេតឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមើលពីការវិវត្តរបស់ចំការមួយនេះចាសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ